ឈ្មោះអិនជីមីមានអាយុ18ឆ្នាំគឺជាអតីតសិស្សរៀននៅផ្នែកគេហកិច្ចក្នុងសាលាបដិសណ្ឋារកិច្ចនិងទេសចរនៅក្នុងសាលាអង្គការដើម្បីភ្នាក់ងារនេះកុមារនេះមានជំនាញច្រើនមែនទែនប៉ុន្តែខ្ញុំជ្រើសរើសយកជំនាញគេហកិច្ចហើយដោយសារតែការស្រឡាញ់សកម្មភាពដែលខ្ញុំមានអាហារវាសុបាយចិត្តហើយរំភើបជាងគេនោះគឺមានឱកាសក្នុងការជិះយន្តហោះទៅលេងខេត្តសៀមរាបទោះបីជាជិះយន្តហោះបានតែក្នុងស្រុកមែនប៉ុន្តែក៏មានអាហាររំភើបហើយវាសុបាយចិត្តដោយសារវាជាលើកទី1ផងដែរជំនាញដែលខ្ញុំរៀននៅក្នុងការគេហកិច្ចហ្នឹងមាន5ហើយខ្ញុំរៀនរយៈពេល7ខែទេប៉ុន្តែខ្ញុំរៀនបានទាំង5ហ្នឹងទី1ខ្ញុំរៀនរៀបបន្ទប់ទី2ខ្ញុំសម្អាតសាធារណៈទី3ខ្ញុំធ្វើការបោកគក់ហើយទី4គឺខាងផ្កានិងទី5គឺឃ្លើកអ្នកលើកទូរស័ព្ទហើយរៀន7ខែមែនតែ4ខែយើងរៀនអនុវត្តផ្ទាល់នៅក្នុងសាលាគឺដិតដល់ខ្លាំងមែនតើលោកគ្រូអ្នកគ្រូគាត់យកចិត្តទុកដាក់ហើយនឹង3ខែទៀតយើងចុះទៅ internship នៅខាងក្រៅហើយពេលដែលយើងចូល internship ហ្នឹងគឺលោកគ្រូអ្នកគ្រូគាត់នឹងដាក់ទៅអូតែដែលល្អមិនថាទីក្រុងភ្នំពេញឬក៏ខេត្តផ្សេងនេះមូលហេតុដែលខ្ញុំត្រូវការឲ្យអង្គការ PSE ជួយដោយសារគ្រួសារខ្ញុំមានជីវភាពខ្វះខាតនិងមិនមានលទ្ធភាពក្នុងការរៀនបន្តខ្ញុំចូលអង្គការ PSE ហ្នឹងមានរយៈពេល2ឆ្នាំហើយខ្ញុំចូលដំបូងគឺក្នុង FSD ហើយសម្រាប់ប្អូនខ្ញុំនិងគ្រួសារខ្ញុំគឺជាសិស្ស EE បច្ចុប្បន្ននេះខ្ញុំធ្វើការនៅលើកប៉ាល់ហ្នឹងខ្ញុំគឺជាបុគ្គលិកផ្នែកគេហកិច្ចហើយខ្ញុំទទួលបន្ទុកធំជាងគេគឺផ្នែករៀបបន្ទប់ហើយនៅពេលការរៀបបន្ទប់គឺខ្ញុំជួយខាង laundry ខាងបារខាងចក្រានគឺជួយទាំងអស់មិនគឺនៅលើកប៉ាល់ហ្នឹងគឺខ្ញុំជួយទាំងអស់ផ្នែកដែលខ្ញុំចូលចិត្តជាងគេគឺផ្នែករៀបបន្ទប់ដោយសារនេះគឺជាជំនាញដែលខ្ញុំជ្រើសរើសជំនាញដែលខ្ញុំស្រឡាញ់អញ្ចឹងពេលដែលខ្ញុំធ្វើគឺវាថាមានក្តីសុខហើយក៏វារីករាយបច្ចុប្បន្ននេះអ្វីដែលខ្ញុំរីករាយបំផុតនោះគឺមានឱកាសការងារដែលល្អហើយបងដែលធ្វើការមួយយកចិត្តទុកដាក់មើលថែហើយមានអាចនិយាយថាមានថវិកាក្នុងការផ្គត់ផ្គង់គ្រួសារឲ្យមានជីវភាពធូរធារហើយក៏អាចជួយខាងសាលាក្នុងការទៅបញ្យល់ប្រាប់សិស្សប្អូនណែនាំសិស្សប្អូននិងបានជួយលោកគ្រូអ្នកគ្រូបន្ថែមទៀតគម្រោងថ្ងៃអនាគតគឺខ្ញុំចង់ក្លាយទៅជា supervisor or manager មិនថាក៏នៅលើអូតាលើគោកឬក៏នៅលើកប៉ាល់ក្នុងនាមជាសិស្សច្បងខ្ញុំចង់ផ្ដាំផ្ញើទៅសិស្សប្អូនទាំងអស់ដែលបានទស្សនាវីដេអូនេះថាពេលអ្នកនរគ្នាជ្រើសរើសជំនាញសូមជ្រើសរើសជំនាញតាមក្តីស្រឡាញ់តាមសមត្ថភាពកុំតាមអ្នកដទៃព្រោះអ្នកដទៃអាចតែនិយាយបានតែប៉ុន្តែគេអាចមកធ្វើជំនួសយើងបានទេមិនថាអ្នកនរគ្នាខុសឬត្រូវគឺខ្លួនយើងឯងអញ្ចឹងយើងត្រូវតែធ្វើអ្វីជាខ្លួនឯងអរគុណអ្នកនរគ្នាខ្ញុំឈ្មោះហុងអៀតខ្ញុំបុគ្គលិកនៅខាង CAM ផ្នែកខាងម៉ាស្សាខ្ញុំធ្វើនៅលើនេះរយៈពេលពី2008រហូតដល់2025តែប៉ុណ្ណឹងតែខ្ញុំក៏បានណែនាំទៅខាងកូនសិស្សរបស់ប្អូនហ្នឹងគឺខាង housekeeping ចំណុចដែលខ្វះខាតគឺខ្ញុំណែនាំប្រាប់គាត់ថាកន្លែងនេះទី1អត់ស្អាតកូនត្រូវធ្វើអញ្ចេះកន្លែងនេះអត់សូវស្អាតទេកូនត្រូវរៀបចំអញ្ចេះឡើងវិញអញ្ចឹងគាត់គឺតាមខាងខ្ញុំទាំងអស់គាត់អត់ដែលឆ្លើយថាទេគឺខ្ញុំប្រាប់អីគាត់គឺគាត់ធ្វើតាមយើងទាំងអស់អញ្ចឹងវាលឿនណាការងារទាំងអស់ហ្នឹងគឺគាត់ចាប់យកបានទាំងអស់ហ្មងណាខ្ញុំសូមផ្ដាំផ្ញើទៅដល់កូនសិស្សទាំងអស់សូមឲ្យយកគំរូតាមសេមីព្រោះសេមីគាត់ជាអ្នកតស៊ូអញ្ចឹងគឺគាត់អត់មានដែលដូចថាខុសបំណងខាងខ្ញុំជាបុគ្គលិកចាស់ឯណាអញ្ចឹងសូមសិស្សទាំងអស់ឲ្យយកគំរូតាមសេមីសូមអរគុណបាយបាយ